มีสู้ลูกเย้ยจ้าจะมีสู้คนบ้านลูกเย้ยថ្ងៃនេះកូនបានព័ត៌មានពេលដែលកូនមើលតាម Facebook តាម TikTok មានបងប្អូនយើងខ្លះគាត់ជិះកាត់មកផ្ទះលោកយាយគាត់បានឃើញក្បិតខ្លះនៅខាងមុខខាងលោកយាយចេះទូទាយក្បួនខ្មែរនិងក្បួនអាមេរិកតាមមែនទេលោកយាយចាមែនបាទលោកយាយអញ្ចឹងថ្ងៃនេះកូននឹងសូមអនុញ្ញាតលោកយាយមកសម្ភាសលោកយាយបាទដើម្បីបងប្អូនអរគ្នាគាត់បានដឹងថាលោកយាយនៅក្នុងភូមិឃុំអីស្រុកអីខេត្តអីហើយលោកយាយអាចមើលក្បួនទូទាយអីខ្លះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ដែលចង់ដឹងអំពីជោគជតាឬក៏សំណាញ់ជីវិតខ្លួនឯងអាចតាក់ទងមកលោកយាយឬក៏អញ្ជើញមកដល់ទីតាំងនៅខេត្តបាត់ដំបងផ្ទាល់តែម្ដងមកខ្ញុំប្រាប់ខេត្តមុនណាហើយចាបាទសេះសល់បានតើលោកយាយប្រាប់អំពីឈ្មោះអំពីបច្ចុប្បន្នលោកយាយឬទីតាំងលោកយាយកំពុងទៅរស់នៅបាទសូមអញ្ជើញលោកយាយចាជំរាបសួរចៅខ្ញុំក្នុងនាមជាមិនមែនថាតាំងខ្លួនជាគ្រូអីទេណាសូមឲ្យចៅយល់ដឹងដែលខ្ញុំបានជម្រាបចៅហ្នឹងបាទយាយអតីតអ្នកសហរដ្ឋអាមេរិកចាលោកយាយឈ្មោះធំទីតាទេវីគេហៅលោកយាយទេវីចាហើយមករស់នៅទីនេះគឺភូមិបលាត់ឃុំនារីខេត្តបាត់ដំបងស្អីសង្កែអីមួយទៀតហ្នឹងគាត់ណាស្រុកសង្កែខេត្តបាត់ដំបងបាទយាយអញ្ចឹងគឺបានចៅមកសម្ភាសនេះខ្ញុំមានកិត្តិយសណាស់ចៅខ្ញុំសូមជម្រាបរាយរាប់ខ្ញុំមកនៅទីនេះហើយកូនចៅនៅក្នុងភូមិបាត់ភូមិបលាត់នេះគឺគេទាំងអស់រាប់អានខ្ញុំណាស់ព្រោះខ្ញុំបានមកនៅទីនេះខ្ញុំមកពីសហរដ្ឋអាមេរិកហ្នឹងគឺខ្ញុំបាននិយាយអស់កូនណាបាទនិយាយអស់ទៅទី1ខ្ញុំមានតដានចិត្តចង់រស់នៅនៅខេត្តបាត់ដំបងនេះទី1ខ្ញុំបានមករួមផ្សំជាមួយនឹងកសាងលោកតាតបងកញូងជាមួយសនេតនិងប្រពន្ធគាត់ឈ្មោះភ័ណ្ឌនឹងឲ្យមកចូលរួមជាមួយនឹងគេនឹងអង្គាសលុយកាក់បច្ច័យពីសហរដ្ឋមកហ្នឹងបាទនៅក្នុងមកកសាងលោកតាតបងកញូងនេះគឺលើកទី3បានលោកតាំងនៅជាប់ដល់សប្តាហ៍ថ្ងៃនេះនឹងឲ្យសូមអស់លោកទាំងអស់ជ្រាបតែដំណើររឿងដែលខ្ញុំបានមកនៅទីនេះបាទនិយាយនឹងហើយសូមអស់លោកសម្ដាប់ក្នុងរឿងពិតរបស់ខ្ញុំមកនៅទីនេះនឹងមកហេតុអ្វីបានខ្ញុំមកនៅទីនេះគឺមានសន្តានចិត្តចង់រស់នៅផ្ញើខ្លួនផ្ញើប្រាណនឹងភូមិបលាត់នេះហើយនឹងខេត្តបាត់ដំបងនេះនឹងក៏ខ្ញុំបានជាមួយមិត្តភ័ក្តិខ្ញុំនឹងឈ្មោះសាណេតប្រពន្ធគេឈ្មោះភ័ណ្ឌគឺមិត្តភ័ក្តិរបស់ខ្ញុំនៅសហរដ្ឋអាមេរិកហ្នឹងហើយខ្ញុំនិយាយសូមនិយាយអដែលមកដងទៀតមកកសាងលោកតាតបងកញូងបានស្ថាពរហើយឥឡូវហ្នឹងបានប្រជាជនបានគោរពហើយសូមអាជ្ញាធរដែនដីមានឯកឧត្តមប្រច័ណ្ឌសូមធ្វើគ្រប់លែងបានជាស្ថាពរឲ្យប្រជាជនព្រោះខ្ញុំមិនទៅចេះនិយាយរៀបរាប់អីវែងឆ្ងាយទេសូមអធិស្ឋានអស់លោកប្រជាជនអីទាំងអស់នឹងចៅនឹងចំពោះមុខខ្ញុំនេះបាទនិយាយបាទខ្ញុំបានមានចន្តានចិត្តកសាងតបងកញូងហើយនឹងលោកតាតបងកញូងហើយនឹងក៏មានចិត្តចង់រស់នៅទីនេះបាទហើយផ្ញើខ្លួននឹងទីនេះពីអ្នកយាយតាសូមហើយនឹងបានចេះចំណេះចេះដឹងពីនៅសហរដ្ឋអាមេរិកផងណែទី1គឺទុតិយតាមរបៀបខ្មែរបុរាណយើងពីលេងសាច់ញាតិខ្ញុំបានបង្ហាត់បរៀនគ្រូខ្ញុំមាន4ណាកូនមានលោកតាតូចមានលោកតាវ៉ែនមានគ្រូថោកលោកឪរូមាន4គាត់បានបង្ហាត់បរៀននឹងខ្មែរណាហើយទៅនៅដល់សហរដ្ឋទៀតក៏ខ្ញុំបានមានអ្នកសហរដ្ឋអាមេរិកហ្នឹងគេបានប្រហាត់បរៀនខ្ញុំណាចាគ្រូរៀនក្បួនថារ៉ុតហ្នឹងហើយបានខ្ញុំយល់ដឹងក្បួនអាមេរិកហ្នឹងក្បួនលោក
តាថារត់ហ្នឹងបានចេះសពគ្រប់ហើយបានមកកាន់ទីតាំងទីនេះបានចាប់ផ្ដើមខ្ញុំមើលតាមពីសហរដ្ឋអាមេរិកហ្នឹងវា30ឆ្នាំណាកូនណាមកនៅនេះទៀតហ្នឹងបាន20ឆ្នាំទៀតគេចូល50ឆ្នាំហើយបាទចាខ្ញុំមើលតាមពីខ្លួនខ្ញុំនៅក្មេងរៀនតាមពីនៅក្មេងចារហូតមកដល់ឥឡូវនេះមិនមែនមើលចាស់ទេតាមពីខ្ញុំនៅក្មេងបាទចាយល់ដឹងហ្នឹងចុះបច្ចុប្បន្នលោកយាយមានបញ្ជនប្រហែលឆ្នាំហើយលោកយាយឥឡូវនេះខ្ញុំអាយុ72ហើយចូល73ហើយកូនណា72ឆ្នាំចា73លោកយាយអញ្ជើញពីសហរដ្ឋអាមេរិកមកដល់នៅភ្នំពេញមកដល់បាត់ដំបងប្រហែលឆ្នាំហើយលោកយាយ20ឆ្នាំជាងហើយ20ឆ្នាំជាងហើយចាអូប៉ុន្តែលោកយាយចាប់ដើមទូទាយជូនបងប្អូនយើងប្រហែលឆ្នាំហើយតាមពីមកដល់ចាអូចាំបានលោកយាយបានទូទាយ20ឆ្នាំហើយចាតាមពីមកដល់កូនចៅនៅភូមិនេះគេដឹងទាំងអស់កូនបាទហើយក៏លោកយាយបានចូលរួមកសាងចាចម្លាក់លោកតាតបងកញូចំនួន3ដងហើយមិនមែនលុយកាក់ខ្ញុំទាំងអស់ទេណាបាទលោកយាយអង្គាពីលេងបងប្អូននៅសហរដ្ឋនឹងស្រីប្រុសចាស់ក្មេងទាំងអស់5រៀលក្តី100ក្តី10រៀលក្តីដុល្លារក្តីណាចាតាមសទ្ធាហ្នឹងយកមកជាមួយមិត្តភ័ក្ដិខ្ញុំឈ្មោះសាណេតបាទហើយប្រពន្ធគាត់ឈ្មោះភ័ណ្ឌហ្នឹងគឺមិត្តភ័ក្ដិរបស់ខ្ញុំហ្នឹងគឺគេនាំបច្ច័យហ្នឹងមកកសាងលោកតាតបងកញូងហ្នឹងបាទចានេះនឹកគុណដល់គេផងព្រោះគេបាននាំលុយនាំកាក់ហ្នឹងជាមួយនឹងខ្ញុំដែរឲ្យមកលោកគ្រូក្មេងដែលនៅនេះប្រាសាទទាំងផ្លូវតកុកនេះហ្នឹងឥឡូវហ្នឹងគាត់អស់បនហើយចាអស់បនហើយឥឡូវហ្នឹងក៏បានរូបសំណាក់នឹងឯងជាបុណ្យកសលប្រជាជនយើងក៏វន្តាគោរពដល់សប្តាហ៍ថ្ងៃនេះកូនបាទយាយហើយខ្ញុំក៏មានសទ្ធាចង់នៅទីហ្នឹងបានមកសុំទិញដីគេហ្នឹងបាននៅដល់សប្តាហ៍ថ្ងៃហ្នឹងបាទយាយលោកយាយនៅចាំបានទេថាការពីយើងប្រមូលគៀសលុយមកសម្រាប់កសាងលោកតាតបងយូរហ្នឹងក្នុងម្ដងបានប្រហែលជាប្រហែលលោកយាយបានម្ដងចំណា10000ជាងទៅចំណា20000ទៅបាទហើយមិនមែនតកសាំងតបងកញូងមួយទេកូនណាមានអានោះគ្រូក្មេងនេះអ្នកចាត់ចែងណាមិនមែននិយាយទេកូនណាមិននិយាយទេយើងបានតែពំយកលុយកាក់ហ្នឹងទេលោកតាអាឡែងគ្រូក្មេងហ្នឹងឈ្មោះច័ន្ទសវណ្ណរិទ្ធហ្នឹងគឺគាត់យកមកចាត់ចែងជាព្រះអង្គយកទៅដាក់នៅវត្តអីអូប៉ងមន់ហ្នឹងមួយនិងវត្តភ្នំសពៅហ្នឹងមួយបាទលោកយាយចាចុះលោកយាយនៅពេលដែលលោកយាយទៅអង្គាសនៅសហរដ្ឋអាមេរិកអ្នកដែលចូលរួមកសាងមកភាគច្រើនក៏ជាជនជាតិខ្មែរឬក៏ជនជាតិបរទេសលោកយាយជនជាតិខ្មែរទាំងអស់កូនជនជាតិខ្មែរទាំងអស់ហើយជនណាចេះដូចថាគេប្តីគេជនជាតិទៅប្រពន្ធគេខ្មែរទៅបាទលោកយាយអញ្ចឹងទៅណាកូនណាមានអញ្ចឹងផងបាទកុំឲ្យភ្លេចគេបាទ1រៀលក្តី2រៀលក្តី$1ក្តី$2ក្តី$5ក្តី$20$10តាមសទ្ធាទេកូនបាទចាបើតាមលោកយាយមានភាសាអញ្ចឹងលោកយាយអាចសរុបបានទេថា3ដងប្រហែលជាប្រហែល10000ណាលោកយាយប្រហែលជា5-6ម៉ឺនឬមួយចាជាចូលទាំង7-80000អីដែរដឹងចំនួនហ្នឹងកូននិយាយចាំបានទេកូនឯង20ឆ្នាំមកនិយាយចាខ្ញុំចាំមិនបានទេច្រើនដែរនិយាយ200,000ទេណោះចាប៉ុន្តែបាច់ញ៉ាច់ច្រើនណាមិនមែនទៅលើតាតបងកញូងមួយទេបាទនិយាយចាទៅលើវត្តនេះវត្តនោះដាក់គ្រប់កន្លែងណាកូនណាអត់ទៅបើអត់មានរើសវត្តទេបាទចាតែដាក់ទៅវត្តនោះហ្នឹងប្រមាណទៅវត្តនោះប្រមាណទៅឲ្យទៅវត្តអត្តកាត់អត់ខ្វះខាតណាកូនបាទលោកយាយចាប៉ុន្តែទាំងអស់ហ្នឹងគឺសុទ្ធតែជាដែលអ្វីដែលលោកយាយបានលើកឡើងបែបនេះគឺលោកយាយអ្នកចាប់ផ្ដើមដូចផ្ដើមចាបាទចេះថ្លាលោកយាយកូនចៅសូមគោរពសាធុក្រាបលោកយាយបាទលោកយាយចាប់ផ្ដើមពីលោកយាយចាប់ផ្ដើមទស្សទាយ20ឆ្នាំមុនណាលោកយាយកូនសុំត្រឡប់ទៅ20ឆ្នាំមុនបន្តិចតើកូនអាចសួរបានទេលោកយាយតើលោកយាយមានបានយល់សប្តិឃើញឬមួយក៏លោកយាយចេះពីអាមេរិកមកទស្សទាយតែម្ដងឬក៏មានថាបារមីលោកគ្រូអ្នកគ្រូណាដែលកាន់លោកយាយឲ្យលោកយាយចេះទស្សទាយបាទអត់ទេកូនខ្ញុំជម្រាបទាំងការណែគឺបញ្ញារបស់ខ្ញុំណាកូនណាចាមនុស្សយើងតែអត់បញ្ញាគឺធ្វើអីក៏មិនកើតដែរចាអញ្ចឹងគឺយើងត្រូវមានទឹកចិត្តមួយដែលយើងខំរៀនចេះមកនេះបាទណា
ហើយយើងទៅទុកចោលអត់កើតទេណាចាឲ្យតែយើងមើលនឹងខ្ញុំរៀនសូត្រហ្នឹងតើពិតប្រាកដទេអត់ បាទ ហើយនៅក្នុងដូចថាគេម្នាក់គេមកមើលហ្នឹងគឺមានទុកបានគេមកណាកូនណា បាទនិយាយ ចាគេមានទុកបានគេមកគឺថាខ្ញុំបាត់នេះឬមួយខ្ញុំបាត់បង់ស្វាមីឬមួយខ្ញុំគ្រប់ច្រើនរឿងកូនណាច្រើនរឿងអាកន្លែងណាដែលយើងបញ្យល់អាចជួយគេបានយើងជួយបើជួយមិនបានដូចនិយាយថានៅកូនមាននៅក្នុងខែឆ្នាំរបស់កូនខែមុខនេះកូននឹងជួបគ្រោះកូនត្រូវរលោកទៅឲ្យលោកធ្វើទឹកធ្វើអីឲ្យអាហ្នឹងគេតែធ្វើទៅកូនណាចាយើងអ្នកបញ្ជាគេទៅហើយបើគេចង់ឲ្យយើងស្រោចទឹកឲ្យក៏យើងស្រោចទៅបាទចាខ្ញុំចំពោះតែលេខថាមិនដឹងអត់ចង់ទៅលោកទេចង់ឲ្យលោកយាយស្រោចទឹកឲ្យក៏ខ្ញុំស្រោចឲ្យខ្ញុំអត់បខំគេទេកូន បាទយាយ ចា អញ្ចឹងយាយនៅពេលដែលយាយមើលគេជាលក្ខណៈបែបស្រោចទឹកអានោះគឺជាក្បួនបែបខ្មែរយើងឬក្បួនបែប ក្បួនខ្មែរកូន អូ ក្បួនខ្មែរចា បាទ ចា តែបើយាយមើលតាមបៀថារ៉ូតជាក្បួនបបរទេស ចាគឺឲ្យយើងឲ្យលែងសัตว์ បាទ ក្បួនអាមេរិកគេឲ្យលែងសัตว์បើយើងមានកម្មមួយលែងមួយបើយើងមានកម្មពីរព្រោះនៅក្នុងហ្នឹងមានតែជាកម្មពីរ បាទ មានកម្មពីរកម្ម3មានទាំងអស់ហើយមានចាបមានព្រៀបហ្នឹងមានន័យថាព្រៀបសណា បាទ ព្រៀបសសញ្ញាថាយើងកំពុងតែមានទុកហើយយើងកំពុងតែបិទបាំងសេរីភាពយើងអត់មានរកអីអត់បានទេ បាទ អញ្ចឹងត្រូវយើងហ្នឹងរកព្រៀបមួយយកទៅលេងដើម្បីយកលេងសេរីភាពហ្នឹងណាគេហៅភីណាកូនណាភាសាគេហៅភី បាទ សេរីភាពណាកូនណា peace ចាហ្នឹងឯងគឺព្រៀបសហ្នឹងគឺតំណាងឲ្យយើងមានសេរីភាពយើងមានលេងហើយយើងត្រូវនឹកគុណដល់ព្រះណាដែលយើងគោរពហ្នឹងណាចាយើងជំនឿលើអីយើងត្រូវគោរពដល់អតិថានទៅដល់អ្នកទាំងអស់ហ្នឹង បាទ ហើយនឹងលេងហ្នឹងអត់មានលេងនៅកន្លែងណាដែលអត់មានព្រៀបទេខ្លាចសត្វធាតុហ្នឹងវាមកពំមកធ្វើបាបដល់សត្វហ្នឹង បាទ អញ្ចឹងយើងលេងកន្លែងណាដែលមានព្រៀបបពពួកគេនៅយើងលេងទៅកន្លែងហ្នឹងក្រុមគ្រួសារគេហ្នឹង បាទ ដើម្បីឲ្យគេរស់នៅផងចាកូនអញ្ចឹងខ្ញុំមើលតែតាមក្បួនហ្នឹងកូនណាក្បួនហ្នឹងក្បួនខ្មែរទៀត បាទ ចាចូលសៀតចូលគ្នា បាទ ដើម្បីឲ្យជាកម្លាំងណាកូនណាមិនមែនទៅលើយើងតែមួយមុខទេយើងអបនឹងរបស់យើងដែរ បាទ ចា បើនិយាយតើពេលណាដែលយើងគួរមើលក្បួនខ្មែរហើយពេលណាយើងគួរមើលក្បួនបរទេសបាទ ចាទីមួយយើងមើលក្បួនអាមេរិកសិន បាទ ចាមើលក្បួនអាមេរិកខុសតោះអីគេខុសតោះអីដល់ថាខ្ញុំលើកឧទាហរណ៍នេះរបស់គេណាកូនណា បាទ លើកឧទាហរណ៍នេះអ្នកនឹងឆ្នាំកោកូនណាលេខ12នេះយើងមានតំណាងកូនណានេះឆ្នាំកោចុងបន្ទុយណាលេខ12នេះខ្ញុំដាក់ឲ្យមើលកូនណា បាទ នេះលេខ12ហើយនាងស្រីនឹងអាយុ30 បាទនិយាយ អញ្ចឹងណាអាយុ30ហើយនាងនឹងនៅមានថាជន់ឆ្នាំដែល20គត់កូនណានេះណា បាទ 20គត់លេខហងស៊ុយលេខហើយលេខជីវិតរស់នៅយើងវាអត់ល្អវា20គត់30គត់20គត់ឃើញទេហើយលេខ8ខ្ទង់ហ្នឹងណា20គត់2ដង បាទ អាហ្នឹងចូលថាអត់ល្អ បាទ ចូលអត់ល្អទេកូនចូលអត់ល្អទេវា20គត់2ដងហើយវាគត់យើងគត់2ដងគឺចូលគត់3ដងចប់ហើយចាវាដាក់ខ្លាំងអញ្ចឹងយើងឲ្យមានក្បួនថារត់ហ្នឹងគេឲ្យយើងហ្នឹងឲ្យក្បួនយើងឲ្យចេញនៅក្នុងស្លឹកទាំងអស់ហ្នឹងណាចាអញ្ចឹងកូនចង់ឲ្យយាយរៀបក្បួនបន្តិចណា បាទ រៀបក្បួនឲ្យឃើញស្លឹកថារត់ហ្នឹងហ្មងណា បាទ ចាដើម្បីឲ្យជាក់ស្ដែងដូចនិយាយតែមកអត់បានទេណាចានេះទីស្លឹកថារត់នេះស្លឹកដែលខ្ញុំចង់បន្ទុយនេះគឺគេឲ្យយើងលែងសัตว์5ណាកូននេះស្លឹកមួយនេះឲ្យលែងសัตว์5ដើរទៅលើផ្លូវដែលមានចម្ពាមឃើញទេ បាទ នេះស្លឹកមួយនេះណាកូនណានេះលើកឧទាហរណ៍មួយចុះឃើញនៅបាតមិញហ្នឹងណែឲ្យយើងទៅអង្គុយនៅលុតជង្គង់
nơi phơi để miên chấm piêm phơi chấm phơi tầm môi chẳng hết bên lời bẩm bài ở dương lên tới hàng chuối đầy ở dương bay từ cả con á chà bay từ cả chẳng ạ dương lên từ hàng chuối đầy ở nó ngay ấy sáng nhà dương lên chạp rằm nâng đèn miên cầm hóa để dương miên cầm hoa miên cột nằm ấy cái ao lên dương lên nhà nó ngại chà hay lúc ta ta dương tì nó lúc ta ta mình men dây nó đẹp ai ọt khơi chả lắc nó coi dương mình ai phải chôn cái bàn đây chà ọt ai phải chôn cái ai ta thuê chẳng bàn tề tôi ta khơi ta lắc đằng bài chà bàn bị chôn chắc cho môi cái này sai cho môi cái này chẳng được không sạch lắc đấy khi nhom gì rồi con là đi buồn là tì hó này con á này gì đạn sạch lắc tì môi này cái gì đã cú lấy mùi sạch lắc tì pì gì đã lấy pì sạch lắc lấy bấy vậy đã lấy bầy chẳng lấy buồn vậy đã lấy buồn sạch lắc này nè chà bơ nè na môi đừng không miên khơi tẹp bòn ní cứ nè năng đại miên tẹp bòn hơi cầm pông nè khác bàn miên bòn nè khác rồi mình toán bàn card mình khác rồi miên tẹp bòn hơi chà mình miên ta ô khơi tẹp bòn đấy nhưng năng miên tẹp bòn nữ ở toàn miên tẹp po nơi không ta chất đo pe rồi đi hơi chà ní đo tiền phẩm buôn đọc chẳng dây nó không đạn nó không sạch lặc đăng hái tới đạn nó không sạch lặc đi tiền ní đọc muối đọc pí khải muối khải pí cái oi lớn nó con nát nó không lên nhà sạch lặc bao kê nằng nhà cái oi lớn đọc pí khải đọc khải vô chân nằm dướng ta trâm khải bốn chỗ chân nằm khmai dướng khai pí cứ chỗ nằm chân chà nó đang là khai môi khai môi nó cứ cái hai nằm sọc cao đó con á chà chẳng thưa ao dân vô đăng tầng cục cho nằm nằng chà nắng sờ lật nắng tầng nắng dân mưa tàng khai nó con á mưa tam khai năng ảnh chăng ạ mưa tam có ồn tam khai ạ nè na trong cho nói ấyพวก kê sập luôn kê nó con á พวก bọc kê tê រឿង ឲ្យ គេ ផ្សង ខ្លួន គេ ថា ឲ្យ ខ្ញុំ សាប់ ស្លឹក ទូទាយ ហ្នឹង សូម ឲ្យ រឿង ខ្ញុំ នៅ ក្នុង ស្លឹក ទូទាយ ទាំង អស់ អញ្ចឹង គេ ចេញ បោះ គេ ហើយ ចេញ រឿង បោះ គេ ហ្មង មិន យើង តែ ប៉ះ សាប់ បោះ គេ ទេ អត់ ទេ បាត់ ប៉ះ ទេ កូន ហើយ យើង គេ ចាំ ហុច ឲ្យ យើង យើង ចាំ ដាក់ ហ្មង ចា ដាក់ តាម ស្លឹក ហ្នឹង ឲ្យ យល់ ឲ្យកូន យល់ ណុក សបសាយ ទៅ វា យល់ ដឹង តែ ពាក្យ សម្ដី យាយ និយាយ ណា កូន ណា ចា គេ ផ្សង គេ អុច ធូរ ដែរ យាយ ចា គេ អុច ធូរ ខ្ញុំ អុច សម្រាប់ ខ្ញុំ គោរព របស់ ខ្ញុំ បាទ សូម បារមី សម្ដេច លោក គ្រូ ខ្ញុំ ដែល កាន់ ថា កាន់ ថែ ខ្ញុំ មក ពី តា ពី ដើម មក ឲ្យ គេ មើល ឲ្យ គេ ស័ក្តិសិទ្ធិ ទាំង អស់ ហ្នឹង កូន ណា ចា មាន លោក តា តូច លោក តា វ៉ែន គ្រូ ថោង លោក ឪ រូប 4 រូប ហ្នឹង សូម នឹក គុណ ហើយ នឹង ថា រត់ បាទ នោះ លោក ថត ធំ ណា កូន ណា នៅ ថា រត់ ហ្នឹង ចា ហើយ នឹង ដែល ឃើញ រូប មក រៀម ដៃ កាន់ លែង តបងហ្នឹង កូន ណា អាហ្នឹង ជា អ្នក ណា បាន ទៅ លើ ប៉ះ ទៅ លើ អ្នក តបង ហ្នឹង គឺ ល្អ ណា កូន ណា ល្អ នេះ ស្លឹក មួយ នេះ ថា តែ ថា ប៉ះ ទៅ លើ នៅ ក្នុង ហ្នឹង អ្នក ណា ចង់ លែង សัตว์ លែង ព្រៀប ហ្នឹង គឺ ស្លឹក ហ្នឹង ចេញ ទៅ នៅ ក្នុង ស្លឹក ហ្នឹង អញ្ចឹង មាន ព្រៀប ស ហ្នឹង ឲ្យ មាន សេរីភាព ដែល យើង កំពុង អួអាប់ ស្មុចឆ្មាញ់ គ្រួសារ អាហ្នឹង នឹក ព្រៀប ហ្នឹង គឺ ធំ ជាង ចាប ដែល ព្រាប ចាប់ 5 ដែល ខ្ញុំ ទូទាយ នេះ អញ្ចឹង ណា ចា កូន បាន ឃើញ ហើយ នេះ នៅ ក្នុង ចា ព្រៀប ហ្នឹង គឺ តំណាង ឲ្យ យើង មាន សេរីភាព ឲ្យ ភាសា កាំង គេ ថា ភី អាហ្នឹង ឲ្យ មាន សេរីភាព បាន ល្អ យើង ទុក កង្វល់ យើង ហ្នឹង ឲ្យ រសាយ ណា កូន ណា ចា រសាយ លោក យាយ ការ ដែល លោក យាយ នៅ អាមេរិក ហ្នឹង លោក យាយ នៅ ក្នុង រដ្ឋ ដែល លោក យាយ រដ្ឋ អី រដ្ឋ San Diego ចា បាទ ចា San Diego នៅ ចិត្ត លេង Mexico ណា កូន ណា ចិត្ត ទល់ដែន Mexico បាទ លោក យាយ ចា ព្រោះ នឹង កន្លែង ហ្នឹង ទឹក ដី ហ្នឹង ក្តៅ មិនមែន តិច ធ្លាក់ តកក ទេ អត់ ទេ ស្រុក ក្តៅ លោក យាយ បាទ ស្រុក ហ្នឹង ស្រុក អ្នក មាន ស្រុក ថ្លៃ បាទ ស្អី ក៏ ថ្លៃ ដែរ អ
rồi dây nơi tin nước rồi dây nơi miền cồn miền trời nàyចាស់មានកូនមាន3នាក់ចាស្រី2ប្រុស1បាទចាចឹងមកrồi dây កើតនៅស្រុកក្នុងទាំងអស់បាទrồi dây chơiមកស្រុកខ្មែរdâyរីថៃហើយចារីថៃហើយខ្ញុំជនជាតិអាមេរិកបាទrồi dây ចាលោកតាអញ្ចឹងដែរចាដូចគ្នាបាទrồi dây បាទចុះលោកយាយមកដល់បាត់ដំបងនេះលោកយាយនៅតែ2នាក់លោកយាយលោកតាទេតាតែ2នាក់ទេកូនអត់មានកូនចៅអីទេអត់មានទេចុះលោកយាយឈឺកាត់អីយកពលិកបានអ្នកចិត្តខាងគេល្អកូនបាទចាហើយមានម្នាក់ហ្នឹងគេមកថែមានកូនដូចយើងទុកគេដូចជាកូនចៅកូនណាចាឈ្មោះនាងធីហ្នឹងគេមកបាច់ថែអាសាខ្ញុំហ្នឹងខ្ញុំទុកគេដូចជាកូនជាចៅខ្ញុំអញ្ចឹងជឿយុគជឿត្រៀតអីគេនៅចិត្តផ្ទះដែរខលផ្លែតគេមកផ្លែតកូនណានឹងប៉ុនរបស់យើងណាកូនណាចាលោកយាយចៅសួរបន្តិចទៀតទៅដោយសារមិនលោកយាយលើកឡើងពាក់ព័ន្ធទៅនឹងក្បួនមើលទាំងបរទេសទាំងខ្មែររបៀបថារ៉ូតហើយនឹងរបៀបខ្មែរយើងប៉ិនខ្មែរយើងយកអត់ប្រើបៀមើលយាយណោះខ្មែរយើងហ្នឹងគឺខ្ញុំប្រើរួមសំជាមួយគ្នាដូចថាបញ្ជាទៅលើស្អីអាហ្នឹងយើងប្រើខ្មែរបាទចាគេថាឥឡូវចៅអើយណាណែឥឡូវហ្នឹងខ្ញុំនិយាយយកស្អីមួយដកស្រង់ចាំអត់និយាយបញ្យលក៏បានចាដកស្រង់ករណីថាបងប្អូនយើងដែលគាត់ថាបាត់របស់រកស៊ីមិនមានបានចិត្តតែមួម៉ៅក្តៅកាហាយគ្រួសារមិនជួបជុំគ្នាឬក្តៅកាហាយគេជពាក់លុយមិនសងដីលក់មិនដាច់អីចឹងទៅអាចលោកយាយអាចមើលដឹងបានទេលោកយាយចំណុចមួយនេះល្អណាស់ដែលកូនសួរហ្នឹងគឺចំណុចធំមួយដែលយាយគួរឆ្លើយទេកូនណាមិនគួរបិទទេមិនគួរបិទទេព្រោះមនុស្សទាំងឡាយមានទុកចំណុចហ្នឹងមួយធំណាបាទចាព្រោះឡែងគឺថាមនុស្សមួយម្នាក់គេមានទុកគេមកពឹងចង់បានចម្លើយល្អនឹងគេនឹងធ្វើកិច្ចអស់ហ្នឹងហ្នឹងហើយនិយាយឲ្យធ្វើកិច្ចឲ្យកូនបើចំចំណុចហ្នឹងថាណែកូនឯងតបកូនឯងហ្នឹងគេធ្វើបិទណាយើងអបមាគេធ្វើបិទអត់មានមនុស្សចូលទេស្លាប់ចូលកកូនណាចាតែបិទតបហ្នឹងអត់មានមនុស្សចេញចូលសោះកូនហើយអាហ្នឹងក្បួនខ្មែរចាញ់បាទចាមិនក្បួនអាមេរិកទេក្បួនអាមេរិកគាត់បើកឲ្យចំហឲ្យយើងថាអ្នកឯងកើតអីហើយបាទចាដល់ក្បួនខ្មែរនេះយើងត្រូវប្រើចេញមកត្រូវអត់អ្នកទុកបានទេកូនត្រូវតែចេញណែកូនឯងម៉ែមិនអ្នកដើររកអីណាឈាមខ្មែរឈាមឆ្កែឈាមអីទេកូនឯងឃើញគេដាក់សាច់លក់ហ្នឹងកូនឯងយកទឹកមួយដបហ្នឹងណាកន្លះដបហ្នឹងយកទៅសុំលាងទឹកឈាមឆ្កែហ្នឹងបន្តិចមកណាយកមកកុំឲ្យអាឈាមសោះយាយញើតណាយកលាងហ្នឹងមកយកមកឲ្យយាយនឹងធ្វើកិច្ចឲ្យយកទៅស្រោចប្រកបយើងមិនតែធ្វើគេទេយើងគ្រាន់តែក្រពីលើគេតែឲ្យសាបប្រសាបកូនចាប្រសាបប៉ុន្តែតើត្រូវការឈាមឆ្កែខ្មៅយាយចាឈាមឆ្កែខ្មៅអានឹងស័ក្តិសិទ្ធិណាកូនចាយើងទៅរកឈាមឆ្កែខ្មៅពីណាមកអត់មានឆ្កែខ្មៅឆ្កែអីក៏បានដែរយកបកាច់ចាបាច់គិតបកាច់ឲ្យតែឈាមចាយកឈាមនឹងមកយកមកយាយធ្វើនឹងដាក់ដបយកឲ្យតែស្រោចសាចុះសាឡើងណាកូនណាចាភាពដើមមកឡប់មកវិញហើយចាភាពដើមឡប់មកវិញហើយនេះសម្រាប់អ្នកដែលគេធ្វើបិទផ្លូវរ៉ូស៊ីចារ៉ូស៊ីអានឹងរ៉ូស៊ីចាអញ្ចឹងមានន័យថាសម្រាប់ក្បួនបៀថារ៉ូតនេះក្តីនិងក្បួនខ្មែរយើងរួមបញ្ចូលគ្នាចារួមបញ្ចូលគ្នាបានកូនអត់អាចអត់គេថាស្អីព្រៃពឹងខ្លាពឹងព្រៃណាកូនណាបើមានអានេះអត់បើកដែលថាឲ្យទៅរបស់គេចេញហើយកូនណារបស់គេចេញតែចេញស្រាលវាអត់មានតម្ងន់ណាបាទព្រោះយើងមានលេងខ្មែរយើងមានអបកបខ្មៅងឹតច្រើនព្រោះនៅក្នុងក្បួនអាមេរិកគេគាត់តែប្រាប់ថាអ្នកឯងលេងសត្វទៅនេះលេងសត្វ5ហ្នឹងទៅហ្នឹងទោសស្រាលទេណាចាទោសស្រាលទេហ្នឹងហើយយើងមានទុកស្រាលទេណាហើយដល់តែយើងនេះទុកធ្ងន់នេះគឺយើងឲ្យយើងមានសេរីភាពនេះគឺព្រៀបសនេះឯងឲ្យយើងមានសេរីភាពដែរកុំឲ្យងងឹតបើករ៉ូស៊ីអីក៏មកកើតណាអ្នកដែលបិទគូចឹងដែរណាគេគ្រប់គ្នាអបអមាណាយើងលើកឧទាហរណ៍ថាស្រីម្នាក់នៅដល់អាយុ30-40ឆ្នាំហើយនៅអត់ទាន់មានអ្នកណាមកបៀតបៀនមកបាត់ទៅបាត់មកយើងញ៉ៃញប់ចិត្តតែ
ban riệp cái pro cả đói sấy cả đói hãy ban là thấm chất chọp biết chắc ta bắt tới បាទ ច្រើនណាស់អត់ជួបថាកូនណាគេធ្វើបាត់កូនឯងគេពីមុនមកគេតដឹងកូនឯងណាកូនឯងអត់យកគេ បាទ ហ្នឹងអ្នកណាមិនបាន គេ ហ្នឹងហើយគេមិនបានហ្នឹងហើយអ្នកណាក៏មិនបានដែរ បាទ អញ្ចឹងកូនឯងស្រាយទៅអញ្ចឹងខ្មៅ4ខ្មៅយើងចាញ់ទៀតហើយ បាទ ចាញ់ទៀតហើយណាចាញ់ទៀតហើយនិយាយឲ្យទិញក្អម8មកណាចាចេញក្អម8មកហើយយាយរៀបស្វាធរតាមក្បួនថ្វាយទេវតាមេដីចាសុំបំបីកាត់គ្រោះនឹងឲ្យមានសេមាផងហើយកូនឯងបើកូនឯងអត់ធ្វើទេយាយអត់មានលទ្ធភាពជួយចៅឯងទេទើបតែចៅឯងបួស3ថ្ងៃទៀត បាទយាយ បួសពេលល្ងាចណាផឹកញ៉ាំបាយល្ងាចក៏ញ៉ាំបាយដែរប៉ុន្តែហាមសាច់ អូបាទ ចាហាមសាច់ បន្លែបាន ចាបន្លែបានហើយឲ្យតន្ទិញធម៌មុនពេលដែលយើងរៀបចូលតនេឲ្យគេឃុំក្រងកូនណាដូចយើងរៀបដេកអញ្ចឹងយើងបួសហ្នឹងហើយយើងកំពុងកាត់សេមាគេណាកូនណាយើងធ្វើកាត់តែម៉ោង9ព្រឹកដល់ល្ងាចឡើងគេមិនរៀបចាំបួសខ្លួនគេណាកូនណាអត់ញ៉ាំសាច់អត់ញ៉ាំអីទេហើយគេហ្នឹងក៏យប់ឡើងគេសារៈសារ៉ានរៀបចំដេកគាត់ណានិយាយយកកាត់ទៅថាដេកហ្មងណាហ្នឹងហើយដេកទៅថ្ងៃនិយាយឲ្យតែទិញធွာកុំឲ្យគេមកក្របយើងតទៅទៀតក្នុង3ថ្ងៃហ្នឹងយើងបួសយប់ហ្នឹងនិយាយឲ្យសោតដែរចានិយាយឲ្យសោតដែរនិយាយឲ្យសោតបល័យរបស់យាយណាពុទ្ធធាំងរាំងសេមាពុទ្ធដេកាលេខតិអេតិអាហ្នឹងគឺបោះប្រពុតយើងទេបាទចាពុទ្ធធាំងរាំងសេមាពុទ្ធដេកាលេខតិអេតិឲ្យយើងទិញ3ដងទៅយើងសារៈសារ៉ានឲ្យកំពុងតែយើងបួសនោះយើងដេកនឹងសូមឲ្យស្ងប់យើងបួសបាន3ថ្ងៃយើងស្រាយកូនមូកដាស់នឹងដែលធွာហ្នឹងគឺកវែងទៅយើងមានសេរីភាពហើយបាទអត់ដល់មួយឆ្នាំនេះកូនជួបគូហើយបាទចាបាទដែលកន្លងមកដែលយាយធ្វើអីអាគេណាកូនណា បាទ មិនមែនយាយហ្នឹងគឺអតិទេពអីទេមិនមែនទេយាយដូចគេដូចឯងហ្នឹងប៉ុន្តែយាយរៀនសមត្ថភាពនឹងជួយគេកើតខ្ញុំប្រាប់ឲ្យកូន បាទ ណាតរលោកទៅខ្ញុំអត់ចេះខាងហ្នឹងទេ បាទនិយាយ ចាខ្ញុំអត់ចេះឆ្លើយព្រាវទេខ្ញុំចេះមើលតែតាមក្បួនទេចា បាទនិយាយអញ្ចឹងកូនសួរបន្តទៀតនិយាយដោយសារតាជាទូទៅរាល់លោកគ្រូអ្នកគ្រូទាំងឡាយណាដែលគាត់ថាចេះមានក្បួនទុះទាយចេះមើលឬក៏មានគេហៅថាបារមីអីសន្ធិដ្ឋអីចឹងនិយាយ ចា បាទខ្ញុំសួរគាត់ទៅគាត់ថាលោកគ្រូអ្នកគ្រូគាត់ថាគាត់ជឿលើរឿងអរូបីបាទលោកគ្រូអ្នកគ្រូគាត់ថាគាត់អត់ជឿទេអត់ជឿថាមានខ្មោចមានភេទបិសាចមានអ្នកតាយអញ្ចឹងប៉ុន្តែកូនសួរថាបើអត់ជឿមិនបានគាត់មានក្បួនមានគាត់ថាក្បួនគាត់ជឿថាមានតែបើគាត់ភេទបិសាចនេះគាត់ថាមិនមានទេមិនខ្ញុំអត់មាននិយាយថាខ្ញុំមិនជឿខ្ញុំជឿ បាទនិយាយ ចាខ្ញុំជឿមិនដែរថាអត់មានខ្មោចទេអញ្ចឹងមិនមែនមកលងយើងទាំងស្រស់ទេ បាទនិយាយ ចាខ្ញុំជឿភពចាជឿខ្ញុំជឿកូន បាទចា លោកពួកខ្ញុំធ្លាប់គេសកត់ខ្ញុំនៅសហរដ្ឋអាមេរិក បាទ ផ្ទះហ្នឹងនៅអត់បាន បាទ ចាមកសកត់ខ្ញុំចឹងឯងអាហ្នឹងខ្ញុំការជំនាន់ហ្នឹងខ្ញុំលក់ផ្ទះខ្ញុំទៅខ្ញុំនៅជួលផ្ទះខ្ញុំធ្វើមិនតាន់ហើយហ៎ បាទ ជួលផ្ទះគេនៅជួលផ្ទះនៅចាំមកផ្ទះយើងអត់ដឹងហ៎កូន បាទនិយាយ ចាខ្ញុំគេនៅអញ្ចឹងពីរអ្នកតឹមលោកតាខ្ញុំហ្នឹងមើលលោកតាខ្ញុំមើលទូរទស្សន៍អញ្ចឹងមើល TV ណាកូនណាមើល TV អញ្ចឹងហើយខ្ញុំលក់មុនគាត់ធ្វើខ្ញុំតកត់ខ្ញុំហ៎តកត់ខ្ញុំញាក់ញ័រអញ្ចឹងទទួលលោកតាថាគាត់លួចមើលខ្ញុំហើយគាត់កេះខ្ញុំស្អីហ្នឹងខ្ញុំថាយូរណាស់មិនព្រមដែរខ្ញុំដូចស្អីទេធ្ងន់តកត់យើងមិនបានឃើញរូបរាងទេគាត់តែធ្ងន់យកហ្មងគាត់ណា បាទនិយាយ ហ្នឹងគឺខ្ញុំផ្ទាល់ហ្មងកូនមានប្រពុតជាប្រធានខ្ញុំអត់និយាយជាមួយកូននឹងការមិនពិតសូមឲ្យខ្ញុំទៅតាមហ្នឹង ចូលនិយាយធ្លាប់ថាឲ្យនិយាយឃើញនេះក៏បន្លាចនិយាយនេះក៏អត់ទេអត់និយាយ អត់ដែរឃើញតកត់ចឹងកូន បាទ ដល់តកត់ពី3ដង បាទ ពីដូចជា2ដង3ដងចានៅក្បែរគ្នាកំពុងតែមើលហ្នឹងស្រាប់តែខ្ញុំថាណែលោកតាថាឲ្យខ្ញុំទាំងយើងមិនហាត់ប្រាណហ្នឹងឯងតាសៃតាសងយើងគាត់ថាឲ្យខ្ញុំមកពីតាសៃតាសងយើងហ្នឹងមិនដំណើរការទេបានតែ
ឃើញអីចឹងណាគាត់បន្ទោសខ្ញុំអញ្ចឹងខ្ញុំក៏ថាឲ្យគាត់ថាំងអស់លោកឯងបើសិនជាមានមែនណាបើគាត់ដេកលក់សូមឲ្យទៅហាងគាត់ទៅឲ្យគាត់ម្ដងឲ្យដឹងខ្លួនកូនហើយដូចញាក់ខ្ញុំដែលខ្ញុំពីរ3ដងហ្នឹងមិនមែនជាងហើយអីបានទ្រាំមកខ្ញុំនឹងឲ្យគេស្កត់ពីរ3ដងធ្វើឲ្យយើងនៅងុយចឹងបានគេស្កត់ដល់3ដងបាទចានៅងុយទៀអញ្ចឹងទៅតែឲ្យយើងគេស្កត់ណាចាហេតុការណ៍ហ្នឹងណាតនេះខ្ញុំថាដល់ពេលខ្ញុំនឹកនឹងចិត្តលោកតាចាបន្ទោសអីសរសៃឈាមដើរយើងមិនល្អយើងមិនហាត់ប្រាណគាត់បន្ទោសខ្ញុំអញ្ចឹងណាមកពីធ្វើការវិញលក់ហើយអត់ចេះហាត់ប្រាណសិនអីគាត់បន្ទោសយើងអញ្ចឹងណាខ្ញុំអត់មាត់ទេខ្ញុំថាអស់លោកហើយគាត់អត់ជឿទេឥឡូវបើសិនជាគាត់ដេកអញ្ចឹងទៅហាងគាត់ម្ដងឲ្យគាត់ដឹងខ្លួនកូននេះអត់យល់ទេគាត់ចាប់សឹមតែថេះថាខ្ញុំអង្គុយឈរមើលតែមិនទាន់ដែរទុកមើលគាត់ចាខ្ញុំស្វាងចេះណាហេតុការណ៍ហ្នឹងកូនណាគឺស្ថិតនៅក្នុងខ្លួនប្តីខ្ញុំហ្នឹងគឺខ្ញុំផ្ទាល់ហ្មងគាត់ថាយូរណាស់ហើយមិនជួយគាត់តែគាត់ក្បាលគាត់កន្ទុយគាត់មែនដូចគ្នាចាហ្នឹងហើយបានខ្ញុំជឿតែក្នុងត្រង់ហ្នឹងកូនចាមានមែនកូនមានមែនខ្ញុំជឿថាមានមិនមែនអត់ទេកូនចាចុះលោកយាយជឿថាពិតជាមានព្រាយទេយាយអ្នកតាអីយាយជឿថាមានទេត្រង់ហ្នឹងប្រហែលជាមានដែរចាចុះនៅស្រុកអាមេរិកគេជឿថាមានលោកយាយនៅអាមេរិកហ្នឹងក៏ជឿដូចគ្នាបាទចាគេជឿជាងយើងផងខ្មែរយើងឬក៏បរទេសអ្នកជឿបរទេសគេជឿចាគេបិទទ្វារឲ្យសិបបើកទ្វារគេចេញផុតគេបិទទ្វារឲ្យទៅចេញបិទបើគេថតបានណាកូនណាចាគេថតបាននៅផ្ទះបាយអីវាមករើស្អីធ្វើម្ហូបធ្វើអីចាយាយក៏ជំនឿជឿយាយជឿបើថាអ្នកណាគេមិនជឿយាយជឿហ្មងថាយាយឈួតឡប់អីមិនក៏ថាទៅចាយាយជឿកូនលោកយាយមានសំណួរមួយទៀតដែលដោយសារតែពាក្យច្រើនខ្ញុំឃើញលោកគ្រូអ្នកគ្រូដែលគាត់ចេះមើលបៀថារ៉ូតនិងគាត់ចេះពីក្បួនទស្សទីហ្នឹងគាត់តែងតែប្រើពាក្យថាសំណាញ់ជីវិតគាត់អាចមើលពីសំណាញ់ជីវិតយើងគាត់អាចមើលអំពីចូលចតាយើងទៅមុខហើយនឹងពីមុនយើងធ្លាប់ខុសអីថាជួនកាលយើងធ្លាប់សន្យាជាមួយគេថាបន់ស្រន់អីមួយយើងនឹងដាក់ដង្វាយនោះជូនហើយយើងក៏ភ្លេចទៅទី1ទី2យើងថាយើងយករបស់អីមកចូលផ្ទះថារបស់ហ្នឹងជាខ្នាយតាន់ជាឈើអីមួយឬជារបស់អីស័ក្តិសិទ្ធិចឹងប៉ុន្តែអត់មានប្រភពច្បាស់លាស់ហើយយកមកចូលផ្ទះយើងក៏មានបញ្ហាហើយនឹងដូចជាមួយទៀតចុងក្រោយកំពុងល្បីខ្លាំងនិយាយគឺរឿងពាក់ព័ន្ធនឹងស្មាតើមុខព្រះអង្គគឺការរំលូតកូនតែម្ដាយរំលូតកូនចោលនិងម្ដាយហ្នឹងគាត់ទៅប្រាប់គេណែនាំគេអីក្តីនេះក៏ជាប់ពាក់ព័ន្ធនឹងគាត់ដែរអញ្ចឹងចាហ្នឹងតើពាក់ព័ន្ធលោកយាយមានបានជ្រាបពីរឿងទេរឿងសំណាញ់ជីវិតដែលប្រើប្រាស់ពីថារ៉ូតនេះលោកយាយបាទសូមជើញសំណាញ់ជីវិតហ្នឹងគេអត់មានបញ្ជាក់ទៅជាអញ្ចឹងទេកូនបាទលោកយាយចាអត់មានបញ្ជាក់ទៅអញ្ចឹងទេព្រោះយាយរៀនកូនណាចាគ្រូអាមេរិកគេប្រាប់យើងហ្មងកូនណាមិនមែនគ្រូខ្មែរគ្រូអីទេគ្រូអាមេរិកប្រាប់យើងនៅក្នុងសន្លឹកមួយហ្នឹងគេបង្កើតផ្ទះប៉ុនផ្ទះមិនប៉ុនណាផ្ទះប៉ុនផ្ទះមិនប៉ុនយើងអត់តាន់មានផ្ទះប៉ុនហ្នឹងអ្នកនេះចេះចាញ់ណែមិញគេចេញផ្ទះប៉ុនហ្នឹងហើយនឹងកើតឡើងអ្នកហ្នឹងនឹងអនាគតទៅដល់តែមានផ្ទះប៉ុនហ្នឹងណាចាអាហ្នឹងគេចម្លើយអញ្ចឹងកូនឯងសួរមិញហ្នឹងថាស្អីមិញសួរថាមានអត់អីស្អីមិញកូនចង់សួរថាតើការមើលបៀថារ៉ូតហ្នឹងអាចដឹងអំពីចូលគិតាទៅថ្ងៃមុខនិងដិដ្ឋការដែលយើងបានសាងកន្លងមកថាយើងភ្លេចយើងបន់ស្រន់អីមួយយើងអត់បានដាក់ថ្វាយជូនគេអត់ទេក្បួននេះអាហ្នឹងគេរៀនគ្រូខុសគ្នាមិនដឹងណាប៉ុន្តែថារត់ដូចគ្នាមែនណាគេអ្នកចម្លើយហ្នឹងឆ្លើយខុសគ្នាមិនដឹងណានិយាយអត់មានថាវាយប្រហារចាវាយប្រហារអីគេទេតើកូនណាចាចំពោះតែយាយបញ្យល់តែពេលយាយរៀនចាពេលយាយរៀនណាគេប្រាប់យើងថាយើងមើលបានតែ3ឆ្នាំទៅមុខទេ3ឆ្នាំមកក្រោយពីអតីតកាលមកគឺឃើញទាំងអស់3ឆ្នាំទៅមុខ3ឆ្នាំទៅក្រោយអត់ទេ3ឆ្នាំទៅមុខហើយនឹងអតីតកាលកូនពីក្មេងពីឥឡូវហ្នឹងរហូតដល់ក្មេងចាកូនឯងមានសង្សារម៉ានអ្នកនិយាយមើលឃើញមើលដឹងចារឿងនេះផាសហើយកូនណារឿងដែលកន្លងហើយផាសហើយណានិយាយមើលដឹងតែនិយាយកូនឯងនិយាយអត់ស្គាល់កូនឯងទេប្រវត្តិកូនឯងទេហេតុអីបាននិយាយមើលដឹងព្រោះនិយាយមើលតាមស្លឹកហ្នឹងអាកើតមកហើយនិយាយដឹង
មិនតាន់កើតនេះបើបានតែ3ឆ្នាំទេ អូបានន័យថា ចា តែការចាប់ពីអាយុយើងឥឡូវហ្នឹងថយទៅពេលកើតយើងដឹង ចា បាទប៉ុន្តែបើយើងចង់មើលពីជោគជតាអនាគត អនាគតបានតែ3ឆ្នាំទេ អូបាទ ចានឹងចំពោះយាយគ្រូបរិញ្ញាយាយអញ្ចឹងណា បាទ យាយចម្លើយឆ្លើយមកអញ្ចឹង បាទ ចាអត់អាចមើលដល់គេដល់អនាគតទេ ចុះនិយាយយើងអាចមើលដឹងថាដូចថាឧទាហរណ៍កូនធ្លាប់សន្យាជាមួយនឹងអ្នកតាឬក៏សន្យាជាមួយនឹងបារមីណាមួយចឹងថាថ្វាយនោះចឹងដល់ពេលគាត់បានថ្វាយយើងអាចមើលដឹងថាខុសកន្លែងហ្នឹងទេនិយាយ អត់ទេនៅក្នុងស្រុកនេះអត់មានអញ្ចឹងទេ អត់មានអញ្ចឹងនិយាយ ចាអត់មាននិយាយអញ្ចឹងទេអត់មានខុសអីទេ នឹងខាងក្បួនខ្មែរ ក្បួនខ្មែរយើងទេខ្ញុំចាប់ដៃវិញ បាទអូ នេះឲ្យដាក់ដៃលើនេះមានដៃឆ្វេងដៃស្ដាំនេះខ្ញុំដាក់នេះ បាទនិយាយបាទ គ្រប់ទៅលើថារត់នេះណាឃើញទេនេះដាក់ដៃអញ្ចឹងហើយខ្ញុំមើលនៅតសៃឈាមនេះ បាទ ហើយខ្ញុំមានបល័យខ្ញុំមួយសោតណា បាទ សូមខ្ញុំចង់ដឹងណាតើអ្នកនឹងមានខុសអី បាទ ចាដាក់ដៃអញ្ចឹងកូនណាដាក់ដៃអញ្ចឹងខ្ញុំចាប់មើលតសៃឈាមគាត់នេះហើយខ្ញុំអញ្ជើញហើយខ្ញុំអញ្ជើញថាសូមមកបង្ហាញខ្ញុំណាព្រោះគេខ្ញុំចង់ដឹងថាគាត់នឹងមានខុសអី បាទ ណាខុសអីខុសមាត់ខុសកអីចឹងណាកូនណា បាទនិយាយ ចាខុសមាត់ខុសកអីទេអញ្ចឹងគេប្រាប់យើងហើយយើងប្រាប់គេទៅកូនណា បាទ ចាយើងប្រាប់គេទៅអត់អីទេ បាទនិយាយបាទចុះតែគោលើកឡើងមិនបាញ់មិញពាក់ព័ន្ធទៅនឹងគេហៅថាសំណាញ់ជីវិតនិយាយរៀនបៀថារ៉ូតតាមមានពាក្យសំណាញ់ជីវិតអន្តេនិយាយ ចំណាញ់ជីវិតហ្នឹងណា បាទ ចាអត់មានទេនៅក្នុងហ្នឹងគឺក្នុងនៅក្នុងដូចនិយាយចឹង បាទ មើលបានតែ3ឆ្នាំទេ បាទ 3ឆ្នាំទៅមុខហ្នឹងណា បាទ មិនតាន់កើតអានេះអាកើតហើយយាយមើលឃើញទាំងអស់ បាទ ណែព្រោះយាយរៀនបានប៉ុណ្ណឹងគាត់ណា បាទនិយាយ ចាមើលបានប៉ុណ្ណឹងយើងឆ្លើយប៉ុណ្ណឹង បាទនិយាយអញ្ចឹងកូនសួរបន្តទៀតទៅដេញសំណួរនឹងបន្តទៀតអញ្ចឹងមានន័យថាបៀថារ៉ូតនេះគឺមានក្បួនមកឈ្មោះថាលោកគ្រូថារ៉ូតនឹងតែមួយទេប៉ុន្តែមានជាខែ level និយាយមានកម្រិតផ្សេងៗគ្នាឬ អត់ទេអត់មានផ្សេងទេដូចគ្នា បាទនិយាយ ចាដូចគ្នាអាហ្នឹងមកដូចថាពាក្យដែលគ្រូដែលបង្ហាត់ហ្នឹងដឹងគេបន្លាយបណ្ណាយើងអត់ដឹងទេគាត់ណា បាទនិយាយ ចាបន្លាយទៅជាវែងខ្លីកាត់របៀបម៉េចអីហ្នឹងយាយអត់ដឹងទេគាត់ដឹងថាគេបរៀនយាយប្រម៉េចយាយនឹងគោរពតាមប៉ុណ្ណឹង បាទ អត់ឲ្យលើកណ្ណាលលើយើងនិយាយខុសនឹងការយើងរៀនចេះដឹងមិនមែនអ្នកមើលហ្នឹងបាបទេយាយនេះអ្នកទទួលបាប បាទនិយាយ ចង់បានលុយគេ12000 ហ្នឹងណាបើនិយាយបូបែកឆ្ញែករឿងគេវាយនេះសោះយកប្រឡែងឲ្យធំរឿងទុកគេតូចសោះធ្វើឲ្យទុកគេធំឲ្យគេភ័យឲ្យគេផិតអាហ្នឹងហើយអាហ្នឹងបាបហ្នឹងអត់មានទៅលើអ្នកមើលទេលើអ្នកគ្រូនេះឯងទទួលបាប បាទ ណាកូន បាទ ណាចាំទុកណាចា បាទនិយាយ អាយុយាយ72ឆ្នាំចូល73ហើយ បាទ យាយមិនទទួលទេទុកតាំងពីក្មេងយាយមើលអញ្ចឹងដែរ បាទ ចា បាទនិយាយ ចា អរគុណនិយាយសម្រាប់ការចែកចម្លែកពាក់ព័ន្ធទៅនឹងក្បួនខ្មែរនិងបៀថារ៉ូតអញ្ចឹងទេសម្រាប់បងប្អូនយើងដែលគាត់មានបញ្ហាប្រៀបដូចជាអ្នកជំងឺដែលគាត់ឈឺហើយគាត់ត្រូវការរកគ្រូពេទ្យព្យាបាលអញ្ចឹង ចា បើសិនជាគាត់រកគ្រូពេទ្យមិនត្រូវឬក៏ព្យាបាលថ្នាំឱសថមិនត្រូវ ចា ជំងឺគាត់នៅតែឈឺដដែលហើយវិវត្តធ្ងន់ទៅ ចា បើសិនជាគាត់ដឹងអំពីស្ថានភាពជំងឺគាត់ហើយគាត់អាចដឹងថាគ្រូពេទ្យណាដែលព្យាបាលបាន ចា ឧទាហរណ៍ដូចលោកយាយអញ្ចឹងលោកយាយអាចមើលពីជោគជតាក៏ដូចជាទស្សន៍ទាយតាមបែបខ្មែរនិងបែបបរទេស ចា បាទពោលគឺបែបអាមេរិកតាមរយៈបៀថារ៉ូតនេះឯង ចា បាទអញ្ចឹងលោកយាយអាចជួយផ្សព្វផ្សាយប្រកាសនៅក្នុងវីដេអូនេះដើម្បីឲ្យបងប្អូនយើងគាត់បានដឹងទាំងលេខទូរស័ព្ទទាំងអាស័យដ្ឋានលោកយាយម្ដងទៀតហើយលោកយាយអាចមើលបានអីខ្លះត្រួសដើម្បីឲ្យបងប្អូនយើងគាត់បានដឹងគាត់នឹងអញ្ជើញមករកលោកយាយនៅទីតាំងដែលសូមអញ្ជើញយាយ ចាខ្ញុំសូមគោរពអស់លោកអលែងតិកជនទាំងអស់នឹងនិយាយអីទេខ្មែរយើងពាក្យសមណាកូនមើល បាទយាយ មើលគឺថាម៉េចលោកយាយអាចទទួលមើលអីខ្លះអាចជួយអីខ្លះបានណាបាទយាយ ខ្ញុំសប្តាហ៍ថ្ងៃនេះខ្ញុំទទួលមើលដែលខ្ញុំទស្សន៍ទាយក្បួនថារ៉ុតនឹងក្បួនខ្មែរនិងក្បួនអាមេរិកនេះសូមខ្ញុំទទួលមើលដែលទស្សន៍ទាយបាទជោគជតា3ឆ្នាំទៅមុខនិយាយណា ចា3ឆ្នាំទៅមុខខ្ញុំនឹងយល់ដឹងខ្ញុំប្រាប់រឿងកិច្ចការអស់តែហ្នឹង បាទ ហើយនឹង ថារ៉ូត ចាប់ពីអាយុយើងកើតមកខ្ញុំមើលដឹង បច្ចុប្បន្ន ចាបច្ចុប្បន្ននេះ បាទ ហើយនឹងអស់លោកនឹងខុសអ្វី បាទ ខ្ញុំតម្រូវឲ្យធ្វើអ្វីដូចជាលែងសັບ បាទ ចាដូចជាបំបីក្អមចាក់ទឹកដូចជាគេធ្វើបិទ
ទីកន្លែងអស់លោករកស៊ីដែលអ្នកដែលគេរកស៊ីដូចគ្នាគេធ្វើបិទឲ្យទៅកន្លែងគេបិទកន្លែងយើងនឹងខ្ញុំនឹងអាចធ្វើឲ្យបានទីកន្លែងនឹងឲ្យមានភ្ញៀវប្រុសភ្ញៀវស្រីភ្ញៀវចាស់ភ្ញៀវក្មេងត្រឡប់មកវិញចាអាចក្របអាគមគេនឹងបានចាហើយដូចជាដូចថាត្រូវបានគេបិទគូសកលមិនឲ្យមានប្តីក៏អាចស្រ័យបានដែរចាចុះបើគេកប់ដូចថាកប់អាគមគេថានៅផ្ទះឲ្យជិះទៅឈឺទៅឆ្លុះគ្នានោះនិយាយកប់នៅផ្ទះអីអញ្ចឹងចាអាហ្នឹងអនុញ្ញាតបោះបានទេបើឈឺដូចថាគេចាញ់ផ្ចាលអាហ្នឹងខ្ញុំមើលតាមក្បួនអាមេរិកទេបាទនិយាយបាទចាខ្ញុំអត់ចេះមើលក្បួនខ្មែរទេកូនណាចាមើលអាជំងឺអំពើហ្នឹងអាប៊ូឌូហ្នឹងកូនណាចាភាសាគេថាប៊ូឌូអំពើហ្នឹងឲ្យខ្មែរយើងគឺនិយាយខ្មែរគឺអំពើហ្នឹងខ្ញុំមើលតាមមិនមែនក្បួនខ្មែរទេខ្ញុំមើលក្បួនអាមេរិកទេបាទចាអាចតែ3ថ្ងៃទៅជាបាទតែទៅហ៊ានថ្លៃថ្នាំហ្នឹងប្រើថ្នាំគេហៅថ្នាំមាសកូនណាចាធ្វើនឹងពីកុយល្មាសពីមុខហ្នឹងវាថ្លៃចាมันអាចថ្លៃណាស់ទៅតាអ្នកដែលមានលុយចាអ្នកដែលមានលុយអាហ្នឹងត្រូវរបស់គេខ្លាំងកូនណាចាត្រូវខ្លាំងហ្នឹងហើយរបស់បញ្ចុះហ្នឹងគឺគ្រឿងថ្នាំពេទ្យទេនិយាយអត់ចេះតរោបោចស្មៅបោចអីធ្វើបានទេនិយាយអត់ចេះទេចានិយាយយកថ្នាំពីប៉ាម៉ាស៊ីមកនិយាយនឹងសូត្របាលីជាមួយនិយាយបញ្ចូលគ្នាណាចាហើយនឹងដាក់នឹងមុនអាគមនឹងថ្នាំហ្នឹងអាចបញ្ចុះបន្ទាញមកបានគឺធ្លាក់មកហើយអត់នៅទេណាបើវានៅក្នុងពោះយើងអត់ធ្លាក់គឺនៅតែនេះហើយបើខ្ញុំមើលអត់ជាខ្ញុំអត់យកលុយទេបាទនិយាយបាទលុយហ្នឹងគឺលុយអីលុយថ្នាំហ្នឹងណាបាទលុយថ្នាំកណត់គ្រូខ្ញុំហ្នឹងតែពី100000ទេមើលមកជាហ្នឹងបាទចាមានគ្រឿងសក្ការៈទាំងអស់បាទប៉ុន្តែនិយាយអត់ទទួលដោះអំពើអត់ទទួលអាហ្នឹងឲ្យដោះអំពើហ្នឹងហើយអញ្ចឹងនិយាយហ៎ចាយើងអាចថាជាមន្តអាគមជាអំពើចាប៊ូឌូហ្នឹងហើយបាទនិយាយចាអញ្ចឹងមានថាទាំងអំពើចិនចាំខ្មែរអីលោកទាំងអស់ចាបាទប៉ុន្តែអត់ទទួលខាបព្រលឹងវិញ្ញាណអីទេអូអត់ទេអត់ចេះហ្មងនិយាយចឹងហ្មងកូនអត់ទេមើលជាបាលមើលបាទហើយដល់ធ្វើឲ្យគេឈឺចាប់អត់ចេះទេខ្ញុំអត់បានរៀនទេកូនបើដោះខ្ញុំចេះចុះលោកយាយចេះធ្វើអំពើដាក់ឲ្យគេប៉ោងពោះហើអូអត់ទេកូនចាព្រះអង្គនៅមុខអត់តែចេះធ្វើអីទេអត់បានរៀនបាទនិយាយបាទអត់បានអត់មានចំណងរៀនក្បួនហ្នឹងបាទនិយាយចារៀនក្បួនដោះបាទរៀនក្បួនជួយគ្រោះចាគេអាហ្នឹងអីសង្គ្រោះបាទនិយាយចាអរគុណបងប្អូនអរគ្នាពីកម្មវិធីពិតមិនតម្រូវបងប្អូនអរគ្នាត្រូវតែជឿ 100% ទេបងប្អូនអាចស្ដាប់និងទស្សនាដោយវិជ្ជាញាណហើយពីខ្ញុំនៅពេលនេះបាទបានមកជួបលោកយាយនៅខាងខេត្តបាត់ដំបងបាទនៅភូមិបាឡាត់បាទស្រុកសង្កែបាទឃុំនរាបងប្អូនបាទនៅខេត្តបាត់ដំបងបងប្អូនបើសិនជាមានបញ្ហាដូចលោកយាយបានរៀបរាប់ខាងលើដូចជាការត្រូវអំពើដោយមុនខ្មៅណាមួយការដាក់មិនឲ្យរកស៊ីមានបានការធ្វើឲ្យបិទមុខបិទផ្លូវយើងក៏បិទគូសកលមិនមានគូសកល1ឆ្នាំ2ឆ្នាំ3ឆ្នាំហើយក៏អំពើផ្សេងអាចបរកលោកយាយបាននៅខេត្តបាត់ដំបងដល់លោកយាយប្រើប្រាស់ក្បួនខ្មែររួមជាមួយនឹងក្បួនបរទេសពលគឺបៀថារ៉ូតនេះឯងហើយបើសិនជាខ្ញុំរៀបរាប់ចំលោកយាយមានពាក្យពេចន៍កាយវិការត្រង់ណាមិនសមនោះក៏សូមមេត្តាខន្តិបេតោដោយសារនេះមិនមែនជាការបតិចប្រអាប់ជន់ពលិចនោះទេគ្រាន់ជាការចែកចម្លែកដោយថាលោកយាយបានលើកឡើងថាលោកយាយមិនមែនជាអតិទេពក៏មិនមែនជាស្ដេចឬក៏ទេវតាដែរគឺគ្រាន់តែជាអ្នកដែលចេះក្បួនទូទារៀនមានពីគ្រូពីមកដូចគ្នាអញ្ចឹងបើសិនជាប៉ះពាល់ទៅដល់លោកគ្រូធំអ្នកគ្រូធំណាលោកណាក៏សូមមេត្តាខន្តិអភ័យទោសហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ឬបងប្អូនកំពុងតែជួបបញ្ហាលោកយាយបានរៀបរាប់ខាងលើនេះក៏សូមអាចអញ្ជើញមកជួបលោកយាយបាននៅខាងខេត្តបាត់ដំបងឬក៏អាចតាក់ទងមកលោកយាយតាមរយៈលេខទូរស័ព្ទបាទលោកយាយសូមអញ្ជើញ02នាងខ្ញុំសូមគោរពអស់លោកទាំងអស់បាទចាអាយដាមលោកជំទាវអស់លោកទាំងអស់គ្រប់ជនជាតិទាំងអស់ខ្ញុំអត់មានរើសអើងទៅលើបុគ្គលណាទេឲ្យតែខ្ញុំអាចទទួលយកមើលបានខ្ញុំទទួលមើលបានកន្លែងណាដែលខ្ញុំទទួលមើលមិនបានគឺខ្ញុំបញ្ជូនទៅរកដែលអស់លោកណាដែលខ្លាំងជាងខ្ញុំទៅទៀតចាព្រោះខ្ញុំមិនមែនថាខ្ញុំអ្នកខ្លាំងហើយតាំងខ្លួន
អស់ចាអីទេ អស់ចាតឯង បាទ មានតឯងទេអត់ទេខ្ញុំចេះប៉ុណ្ណាខ្ញុំមើលប៉ុណ្ណឹងក្បួនរបស់ខ្ញុំនេះសូមថ្លែងអំណរគុណអស់លោកដែលបានគំកិច្ចការដែលខ្ញុំបានជម្រាបទៅមុខនេះខ្ញុំសូមប្រគុណអស់លោកដែលបានមកថាម៉េចខ្លះកូនណាយមើលអត់សូវចេះនិយាយទេកូនណាយ បាទលោកយាយ ចានេះនិយាយច្បាស់គ្រាន់ហើយ បាទលោកយាយបាទអត់អីបងប្អូនយើងគាត់ស្ដាប់បានហើយគាត់យល់ហើយក៏គាត់ដឹងពីលោកយាយដែរ ហើយលេខទូរស័ព្ទខ្ញុំហ្នឹង012 65 បាទ 00 47 បាទ ចាមានតែមួយលេខហ្នឹងហើយមិនដែរប៉ះមិនដែរប៉ល់ទេបានតែលើកនឹងដាក់ហ្នឹងឯង បាទ Telegram ក៏មានដែរ Telegram ក៏លេខបងប្អូនបើសិនជាបងប្អូនចង់ដឹងព័ត៌មានអាចតាក់ទងមកខ្ញុំអាចជម្រាបពីផ្លូវព្រោះផ្លូវចូលរៀងបងប្អូនខ្លះរកអត់ឃើញអាចអត់មាន location ណាម្ដងនេះវារៀងដាច់សេវាបន្តិចអាចតាក់ទងមកខ្ញុំតាមលេខទូរស័ព្ទនៅខាងលើនេះក្តីហើយខ្ញុំក៏ដាក់លេខលោកយាយនៅលើវីដេអូតែម្ដងបងប្អូនចង់រកលោកយាយពេលណាក៏បានដែរបាទឬក៏អាចខលប្រាប់មុនមកដើម្បីលោកយាយក៏ត្រៀមចាំមើលបាទអរគុណបងប្អូនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេពីកម្មវិធីក៏សូមអរគុណសូមជម្រាបលា ដល់កូនធំឡាត្រូវចំណាំពុកជ្រី